ថ្ងៃហើយបងប្អូនអើយលីកចំណាប់ណាស់ខ្លាំងណាស់មើលទិអាចលហេចប់ហើយបងប្អូនអើយដូងខ្ញុំធ្វើម៉េចទេបងប្អូនហើយតាមដានទស្សនាវីដេអូជាបន្តទៅខ្ញុំនឹងអាប់ដេតជូនបងប្អូនជាបន្តទៅបងប្អូនអើយទិជួនលីកហើយនេះចោះអាចលហេលហលហេវនេះចាំទៅកណ្ដាលដើមដូងហើយនេះភាសាទឹកចំនួនវាខ្លាំងបងប្អូនអើយធ្វើម៉េចទេស៊ូណើដូងកុំព្រួយអីស៊ូអត់ត្រត់អត់ថន់ជាមួយនឹងទឹកចំនួននេះបងប្អូននេះហើយជាគ្រោះទឹកចំនួនមួយនៅខែនេះបងប្អូនគឺមួយឆ្នាំនេះមានម្ដងទេប៉ុន្តែមកចុងក្រោយក៏ច្រើនដែរបងប្អូននេះលីកដូងអស់ធ្វើមិនយ៉ាងណាទេអាចថារស់ឬងាប់យ៉ាងណាទេបងប្អូនសូមបងប្អូនចាំតាមដានអស់គ្នាថាដូងរបស់ខ្ញុំតើវារស់ឬក៏ងាប់ក្រោយពេលពីទឹកលីករួចចាំតាមដានវីដេអូបន្តទៀតបងប្អូនខ្ញុំអាប់ដេតជូនជារឿយបងប្អូននឹងមានការនេះទឹកជន់ហើយនឹងក្រោយទឹកជន់តើវាយ៉ាងម៉េចនេះខ្ញុំថតជូនបងប្អូនទស្សនាអានេះគឺ3-4ថ្ងៃហើយបងប្អូននេះលីក4ថ្ងៃហើយនេះទឹកនៅតែព្រមតែស្រកទេហើយចាំមើលដល់ពេលស្រកយ៉ាងណានោះខ្ញុំនឹងជូនធ្វើវីដេអូជូនបងប្អូនទស្សនាជាបន្តហើយបើស្រោខាងវិញបងប្អូនអើយនេះកើតណាស់លីកណាស់តែមើលបងប្អូនលីកអស់មើលសតទឹកលហៅលហាយលហេដោយសារតែភ្លេងចុងក្រោយចុងខែក្រោយពីប្រជុំបិណ្ឌបងប្អូនគេថាភ្លេងជួងប្រជុំបិណ្ឌទៅមកលីកខ្លាំងហើយនឹងខ្សែលីកអូនមានសល់លេគ្រប់ដើមលីកព្រឹបគល់លីកអស់គល់នេះសតទឹកអូនហើយលហេលហលហេវថតជូនបងប្អូនទស្សនាចប់បាត់ហើយបងប្អូនអើយធ្វើម៉េចទេស៊ូណើដូងណើកុំប្រាំងស្ទុះទុកនឹងទឹកចំនួនផងខ្ញុំតែងាប់អីស៊ូបងប្អូនអើយជួនខ្លាំងណាស់មើលទឹកមកព្រឹបនេះលីកខ្ទេចតែស្រោអត់លីកទេមួយស្រោខាងលើឃីវពោះមែនទេស្រោនេះ2ម៉ែត្រជាងបងប្អូនអើយពោះមិនទៀបទេស្រោមើលទៅថាទៀបតែបងប្អូនអើយពោះណាស្រោនេះគឺខ្ញុំធ្វើខ្ញុំដើរលើបណ្ណិតទេមើលទៅឃើញស្រោរាំងទៀបបើចោះទូក្រមទៀតឃើញតែស្រោទៅដល់2ម៉ែត្រហើយកម្ពស់ក្រាស់កើតមកពីខាងខ្ញុំបានធ្វើស្រោក៏អត់កើតទេធ្វើដែរនេះធ្វើតែខាងនោះខ្ញុំពីនៅកណ្ដាលហើយខ្ញុំខាងនេះខ្ញុំដាំដូងចង់ដកពិសោធន៍ថ្មីដើម្បីធ្វើជាស្រែដូងវិញយើងសាឡបងហើយគេថាបានផលមិនផលយ៉ាងណាសូមបងប្អូនតាមដានទស្សនាខ្ញុំនឹងធ្វើវីដេអូអាប់ដេតជូនបងប្អូនរឿយតែช่วงនេះពេលនេះគឺកំពុងតែទឹកជន់យ៉ាងខ្លាំងហើយលីកពលដូងអស់ហើយបងប្អូនគឺថាវាមិនបានដល់លីកបណ្ដូលទេតែវាលីកត្រឹមគល់លីកគល់អស់ចាំមើលតទៀតវាទៅជាយ៉ាងណានេះខ្ញុំកំពុងតែធ្វើដំណើរដែលឆ្វែលថតជូនបងប្អូនទស្សនានៅរដូវដែលទឹកចំនួនគ្រោះទឹកចំនួនធ្វើរបស់ខ្ញុំអាចថាអការលូតលាស់គឺយ៉ាងណាចាំវីដេអូក្រោយខ្ញុំនឹងអធិប្បាយនិងរៀបរាប់ជូនបងប្អូនថាវាមិនខ្លះបងប្អូនហើយទឹកគឺជន់ខ្លាំងទេតែដូចឆ្នាំនេះអត់សូវមានត្រីទេបងប្អូនសម្បូរទឹកតែត្រីអត់សូវសម្បូរបងប្អូនមិនដឹងជាមូលហេតុយ៉ាងណាឬមកពីទឹកវាក្រជន់ពេកឬយ៉ាងណានេះទេដល់ពេលទឹកក្រជន់ទៅត្រីវាអត់ដូចថាវាអត់ស្ទុះអត់ស្ទីអត់ឡើងមកវាមិនសូវឡើងតាមទឹកត្រីវាមិនសូវសម្បូរទេ